បាទសូមជំរាបសួរបាទម៉ែបងប្អូនបាទថ្ងៃនេះមានអឺសម្រាប់វីដេអូទូទៅហ្នឹងថ្ងៃនេះមានចែកលេខវីដេអូមួយទៀតហ្នឹងហើយនេះគឺធ្វើតកតងនឹងចង្អើហ្នឹងហើយយើងធ្វើចង្អើអាំងត្រីឬក៏អាំងសាច់អាំងអីចឹងទៅហ្នឹងអស់គ្នាហ្នឹងហើយចង្អើនេះគឺចង្អើដែលយើងធ្វើតកតងនឹងការថ្ងៃជួបជុំបងប្អូនចឹងបងប្អូនអ្នកនរគ្នាហ្នឹងហើយនេះយើងត្រូវធ្វើដាក់ញឹកបន្តិចហ្នឹងដាក់មុខពីហ៊ុនចុះហ្នឹងឬក៏មកហ៊ុនកន្លះអីចឹងណាអានេះពិតក៏គឺដាក់ពីហ៊ុនហ្នឹងអញ្ចឹងយើងខ្វះដែកអញ្ចឹងយើងដាក់បន្ថែមទៀតហ្នឹងហើយដើម្បីងាយស្រួលដាក់លើភ្លើងពីខាងក្រោមឬអីក៏តាមចាស់ស្ដែងអញ្ចឹងណាហ្នឹងហើយអញ្ចឹងឲ្យគាត់ធ្វើជាសាដែកដាក់ជាចង្អើហ្នឹងហើយដាក់ចង្អើហ្នឹងហើយខ្សែដាក់ញឹកអញ្ចឹងហើយមានកាត់អីយើងដាក់ធុងហ្នឹងហើយនេះធុងចង្អើហ្នឹងហើយយើងដាក់ចឹងអញ្ចឹងណាហ្នឹងហើយយើងសាក៏ទៀបសាខ្ពស់ទេទៀបដែរអញ្ចឹងហ្នឹងហើយកម្ពស់90ហ្នឹងហើយ90សង់ទីម៉ែត្រហ្នឹងហើយយើងដាក់អញ្ចឹងណាហើយទំហំយើងយកតាហុកទេហ្នឹងហើយយើងយកទំហំហុកហើយនឹងកៅហ្នឹងហើយវែងកៅទៅតឹងហុកហ្នឹងហើយហុកកៅហ្នឹងហើយខ្សែកៅនៅជាស្រ័យហ្នឹងខ្សែកៅយើងដាក់អញ្ចឹងទៅហើយយើងដើម្បីវាទូចឹងស្រួលធ្វើអញ្ចឹងហ្នឹងហើយអាំងទៅហ្នឹងហើយយើងប្រែទៅធ្វើហ្នឹងអញ្ចឹងណាហើយយើងមើលទូទៅហ្នឹងហើយមើលតាមចាស់តែហ្នឹងហើយបងប្អូនហ្នឹងហើយអញ្ចឹងវីដេអូកំពុងតែនេះគឺជាយើងធ្វើអញ្ចឹងក៏ចំណេញម្យ៉ាងដែរស៊ីសងយើងកាយយើងទិញគេទិញអីអញ្ចឹងណាបងប្អូនហ្នឹងហើយយើងធ្វើអញ្ចឹងទៅដើម្បីវីដេអូហ្នឹងវាតកតងនឹងប្លុកយើងទិញគេអញ្ចឹងទៅវាអស់លុយច្រើនតែយើងទិញអញ្ចឹងហើយយើងធ្វើខ្លួនឯងអញ្ចឹងយើងមានប្រាប់ដាយើងធ្វើទៅហ្នឹងហើយកោងជាសង្កសីធុងសាំងធុងអីហ្នឹងហ្នឹងហើយធុងសាំងយើងធម្មតាដែលគេបោះចោលអីចាស់ហ្នឹងហើយយើងវាយវាពុតវាតិចមកកោងវាហ្នឹងវាឡើងកោងហ្នឹងក៏បានហ្នឹងហើយហើយអញ្ចឹងទេសង្កសីផ្សេងហ្នឹងយើងឆ្នៃដាក់បានដាក់ហ្នឹងអញ្ចឹងណាហ្នឹងហើយដែកយើងដាក់តាមលី2លីដែកសកង់យើងកាត់ដាក់ហ្នឹងហើយវាងាយស្រួលដែរអញ្ចឹងណាបងប្អូនយើងធ្វើទៅហ្នឹងដើម្បីជុំជុំគ្នាយើងធ្វើទៅតាមខែឆ្នាំបុណ្យទានអញ្ចឹងណាហ្នឹងហើយយើងមិនមែនជុំជុំរាល់ថ្ងៃណាអញ្ចឹងហើយតែដែលផ្ដាសាយតិចមិនអញ្ចឹងហើយមិនសម្រាប់វីដេអូនោះគឺ